បាទជាបន្ទាប់ខ្ញុំបាទសូមបង្ហាញអំពីករណីអ្នកចុះឈ្មោះបោះឆ្នោតគាត់ពិការដៃទាំងសងខាងអញ្ចឹងលោកអ្នកចាប់ផ្ដើមអនុវត្តដោយជ្រើសរើសភូមិបន្តមកយកពាក្យថាយល់ព្រមជ្រើសរើសការិយាល័យបន្តមកយកពាក្យថាយល់ព្រមប្រព័ន្ធនឹងបង្ហាញផ្ទាំងមួយមកគឺតម្រូវឲ្យលោកអ្នកធ្វើការផ្តិតស្នាមរៀមមេដៃឆ្វេងនិងមេដៃស្ដាំរបស់អ្នកចុះឈ្មោះដើម្បីផ្ទៀងផ្ទាត់ថាតើគាត់ធ្លាប់បានចុះឈ្មោះហើយឬក៏នៅប៉ុន្តែក្នុងករណីនេះដោយសារតែអ្នកចុះឈ្មោះគាត់ពិការដៃទាំងសងខាងអញ្ចឹងលោកអ្នកត្រូវជ្រើសរើសសម្រាប់អ្នកពិការដៃដោយធីកកន្លែងប្រអប់ទូចរាង4ជ្រុងនៅខាង monitor ចឹងប្រព័ន្ធនឹងបង្ហាញផ្ទាំងមួយមកគឺតម្រូវឲ្យលោកអ្នកបញ្ជូនដំណឹងទៅប្រធានក្រុមចុះឈ្មោះជាលើកទី1ដើម្បីឲ្យគាត់អនុញ្ញាតក្នុងការផ្ដល់សិទ្ធិឲ្យលោកអ្នកបន្តในការចុះឈ្មោះបោះឆ្នោតបន្តទៀតដោយតាមរយៈបញ្ចូលលេខសម្ងាត់ឬក៏ផ្តិតស្នាមរៀបដៃពេលនេះខ្ញុំបង្ហាញករណីប្រធានក្រុមចុះឈ្មោះគាត់ផ្តិតស្នាមរៀបដៃដើម្បីអនុញ្ញាតជាលើកទី1ពេលនេះប្រព័ន្ធអនុញ្ញាតឲ្យលោកអ្នកធ្វើការចុះឈ្មោះបោះឆ្នោតបន្តទៀតហើយដោយចាប់ផ្ដើមថតឯកសារនៅពេលដែលកាមេរ៉ាចាប់រូបភាពអត្តសញ្ញាណប័ណ្ណបានច្បាស់ហើយលោកអ្នកចុចយកពាក្យថាបញ្ឈប់បន្ទាប់មកជ្រើសរើសប្រភេទអត្តសញ្ញាណប័ណ្ណដោយអត្តសញ្ញាណប័ណ្ណនេះជាប្រភេទអត្តសញ្ញាណប័ណ្ណលេខ3បន្ទាប់មកបញ្ចូលលេខនៅលើអត្តសញ្ញាណប័ណ្ណចំនួន9ខ្ទង់បន្ទាប់មកបញ្ចូលអត្តលេខនៅលើបង្កាន់ដៃចុះឈ្មោះទម្រង់1022ប្រព័ន្ធនឹងសួរយើងថាតើសូមឲ្យយើងត្រួតពិនិត្យអត្តលេខម្ដងទៀតអញ្ចឹងលោកអ្នកបើត្រួតពិនិត្យថាត្រឹមត្រូវហើយយកពាក្យថាយល់ព្រមបញ្ចូលនាមតកូលនិងនាមខ្លួនភេទថ្ងៃខែឆ្នាំកំណើតបើសិនជាគាត់កើតថ្ងៃ1ខែមករាមែនលោកអ្នកជ្រើសរើសកើតថ្ងៃ1ខែមករាបន្តមកយកពាក្យថាអូខេបញ្ចូលលេខផ្ទះបញ្ចូលលេខផ្លូវក្រុមទីបើមានបញ្ចូលបើសិនជាអត់មានមិនបាច់ចាំបាច់បញ្ចូលទេប្រវត្តិនៃការចុះឈ្មោះបើគាត់មិនទាន់បានចុះឈ្មោះលោកអ្នកជ្រើសរើសថាមិនទាន់បន្តមកកន្លែងផ្តិតស្នាមរៀមដៃបើឧស្សាហ៍តែគាត់ពិការដៃទាំងសងខាងជឹងកន្លែងផ្តិតស្នាមរៀមដៃមិនចាំបាច់ធ្វើការផ្តិតទេលោកអ្នកចាប់ផ្ដើមមកធ្វើការថតរូបតែម្ដងគឺរំលងចោលតែម្ដងកន្លែងផ្តិតស្នាមរៀមដៃដោយលោកអ្នកចាប់ផ្ដើមថតរូបចុចយកពាក្យថាថតរូបចុចយកពាក្យបញ្ឈប់ហើយលោកអ្នកសេរីទីតាំងនៃរូបភាពឲ្យចំកណ្ដាលរួចយកពាក្យថាកាត់រូបសេរីពន្លឺឬក៏បន្ថយបន្ថែមទៅតាមរូបភាពជាក់ស្ដែងរួចយកពាក្យថារូបថតត្រឹមត្រូវចំពោះឯកសារស្នាក់នៅបើសិនជាអាស័យដ្ឋាននិងអត្តសញ្ញាណប័ណ្ណត្រឹមត្រូវហើយដូចគ្នាគឺលោកអ្នកមិនចាំបាច់ថតឯកសារស្នាក់នៅក៏បានដែរគឺលោកអ្នកចុចយកពាក្យថារក្សាទុកតែម្ដងពេលនេះប្រព័ន្ធនឹងបង្ហាញផ្ទាំងមួយមកសួរលោកអ្នកថាតើអ្នករក្សាដោយគ្មានស្នាមរៀមដៃទាំងសងខាងអញ្ចឹងលោកអ្នកចុចយកពាក្យថា yes ពេលនេះប្រព័ន្ធតម្រូវឲ្យលោកអ្នកជូនដំណឹងទៅប្រធានក្រុមចុះឈ្មោះជាលើកទី2ដើម្បីឲ្យគាត់ផ្ដល់សិទ្ធិដូចជាផ្ដល់ជាលេខសម្ងាត់ឬក៏ព្រឹត្តស្នាមរៀមដៃដើម្បីអនុញ្ញាតឲ្យលោកអ្នកបន្តនៃការចុះឈ្មោះបោះឆ្នោតក៏ដូចជារក្សាទិន្នន័យទុកអញ្ចឹងកន្លែងនេះប្រធានក្រុមចុះឈ្មោះគាត់ផ្តិតស្នាមរៀបដៃរបស់គាត់ដើម្បីអនុញ្ញាតពេលនេះប្រព័ន្ធបានបន្តទៀតដោយបង្ហាញផ្ទាំងមួយមកថាទិន្នន័យត្រូវបានរក្សាទុកដោយជោគជ័យអញ្ចឹងលោកអ្នកចុចយកពាក្យថាអូខេទៅទិន្នន័យត្រូវបានរក្សាទុកដោយជោគជ័យរួចរាល់ហើយជាការស្រេចបាទ